សហគមន៍នេសាទទេសចរធម្មជាតិកំពង់សាមគ្គីដែលពីច្រើនគេតែងហៅសហគមន៍នេសាទកំពង់សាមគ្គីគឺមានទីតាំងស្ថិតនៅភូមិកំពង់ថ្នោតឃុំកូនស័តស្រុកទឹកឈូខេត្តកំពតសហគមន៍នេះមានចម្ងាយប្រមាណ10គីឡូម៉ែត្រពីរង្វង់មូលខេត្តកំពតដោយលាតសន្ធឹងខាងជើងទល់នឹងស្រែអំបិលខាងកើតទល់នឹងសហគមន៍នេសាទអូក្រសាខេត្តកែបខាងលិចទល់នឹងសហគមន៍នេសាទត្រពាំងសង្កែនិងខាងត្បូងទល់នឹងឈូងសមុទ្រគុំនេសាទកំពង់សាមគ្គីនេះបើនិយាយចំយើងរៀបចំតាំងពីខែថ្ងៃ5ខែ5ឆ្នាំ2006ក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិដែលផលនេសាទនោះវាថយចុះការពារនិងទ្រទ្រង់ប្រជាភាពដល់បងប្អូនយើងក្នុងមូលដ្ឋានគឺឲ្យឈ្មោះថាគុំនេសាទកំពង់សាមគ្គីដោយសារយើងមានពីរភូមិរួមគ្នាបង្កើតជាមហាសហគមន៍អញ្ចឹងបានក្នុងនោះមានជំនាញក៏ដូចស្ថាប័នពាក់ព័ន្ធអស់ហ្នឹងគាត់មកចូលរួមហើយគាត់មករៀបចំហ្នឹងគាត់យើងពិគ្រោះយោបល់គ្នាយើងបានជួបឲ្យឈ្មោះថាសហគមន៍នេសាទកំពង់សាមគ្គីបើការពិតដីនេះជាដីទឹកដីភូមិកំពង់ថ្នោតទេសប្តាហ៍ថ្ងៃដែលយើងអភិវឌ្ឍហ្នឹងសកម្មជនមួយចំនួនហើយដោយគណៈកម្មការហ្នឹងសម្រាប់ទ្រទ្រង់ប្រជាភាពគាត់ហ្នឹងគឺអត់គ្រប់គ្រាន់ដូច្នេះបាទយើងមើលឃើញថាយើងមានសក្តានុពលព្រៃកងកាងមានរឿងខ្សាច់មានអីហ្នឹងបាទយើងបង្កើតជាសហគមន៍ទេសចរនេះសហគមន៍ទេសចរនេះក្រមឆាត់របស់សហគមន៍នេសាទកំពង់សាមគ្គីទេដើម្បីយើងរកកម្រៃការពារធនធានក៏ដូចការធ្វើការអភិវឌ្ឍបាទគោលនយោបាយជាអតិភិបរបស់សហគមន៍គឺការរក្សានិងដាំដើមកោងកាងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរនិងសមុទ្រដូចជារបៀងតភ្ជាប់តំបន់ដីគោកឆ្នេរនិងសមុទ្រការពារជម្រាលដីពីការសឹករិចរិលជាកន្លែងបង្កាត់ពូជនិងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនម្យ៉ាងទៀតវាក៏ចូលរួមចំណែកទប់ស្កាត់លើផលប៉ះពាល់ធនធានជីវៈចម្រុះដែលកំពុងរងផលប៉ះពាល់ពីសកម្មភាពមនុស្សនិងគ្រោះមហន្តរាយធម្មជាតិសម្រាប់សកម្មភាពកម្សាន្តក្នុងសហគមន៍នេះមានដូចជាការទេសនាថ្ងៃរះនិងថ្ងៃលិចទេសនាសត្វស្លាបជិះទូកមើលតាមព្រៃលិចទឹកជិះទូកកាយ៉ាការដាំដើមកោងកាងការនេសាទសត្វសមុទ្រជាលក្ខណៈគ្រួសារញ៉ាំគ្រឿងសមុទ្របែបធម្មជាតិហើរទឹកលេងស្វែងយល់ពីការរស់នៅប្រកបរបររុកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍នេះនិងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀតបាននិយាយពីការស្នាក់នៅវិញសម្រាប់បងប្អូនដែលនិយមក្នុងការបោះតង់ក៏អាចយកតង់របស់ខ្លួនមកបោះនៅលើកញ្ចុះទឹករបស់បងប្អូនសហគមន៍ដោយចំណាយត្រឹមតែ$5តែប៉ុណ្ណោះប៉ុន្តែប្រសិនបើប្រើប្រាស់តង់របស់បងប្អូនសហគមន៍វិញគឺត្រូវចំណាយ$10ចំណែកឯសេវាកម្មផ្ទះស្នាក់វិញបងប្អូនចំណាយ$12សម្រាប់ផ្ទះស្នាក់ដែលមានបន្ទប់ទឹករួមនិង$15សម្រាប់ផ្ទះស្នាក់ដែលមានបន្ទប់ទឹកផ្ទាល់ខ្លួនបើនិយាយពីសេវាកម្មរបស់បងប្អូនអាជីវករវិញមិនត្រឹមតែមានសេវាកម្មផ្ទះស្នាក់ប៉ុណ្ណោះទេថែមទាំងមានសេវាកម្មម្ហូបអាហារនិងជួលទូកសម្រាប់ជិះដើរលេងទស្សនាជីវៈចម្រុះផងដែរខាងសេវាម្ហូបខាងខ្ញុំមានក្តាមថ្មក្តាមសេះបកាមឹកត្រីឆ្ពងមាន់និយាយទៅនៅនេះយើងលក់តែរបស់ធម្មជាតិឲ្យភ្ញៀវវិញដោយសារយើងផ្ដោតតែរបស់ធម្មជាតិឲ្យគាត់ចឹងណានៅនេះយើងមានលក់ជាគីឡូក៏បានស្រាប់តែភ្ញៀវគាត់ចង់បានដែរចឹងណាព្រោះមានជាគីឡូមានជាចានគីឡូយើងបើសិនជាគាត់ចង់បានគីឡូយើងលក់ធូរថយឲ្យគាត់ខ្លះចឹងទៅបើចានយើងមានតម្លៃពេញដោយសារខ្ញុំមានមនុយនៅក្នុងនេះអញ្ចឹងរកគាត់ចង់បានជាចានយើងចេញមនុយឲ្យគាត់មើលបើគាត់ចង់បានជាគីឡូយើងលក់គីឡូឲ្យគាត់ទៅលើពីសេវាកម្មដែលផ្ដល់ឲ្យភ្ញៀវទេសចរប្រជាជនក្នុងសហគមន៍នេះក៏មានវប្បធម៌ល្អចេះចែករំលែកសាមគ្គីគ្នាមានសុជីវធម៌ល្អរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរហើយពួកគាត់ក៏បានសំណូមពរសូមឲ្យភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តឲ្យបានច្រើនដើម្បីជួយដល់សហគមន៍ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនដែលប្រកបរបរក្នុងសហគមន៍នេះនិងចូលរួមចំណែកក្នុងការដាំដើមកោងកាងទាំងអស់គ្នាដើម្បីការពារបរិស្ថានធម្មជាតិ